ខ្ញុំបង្ហាញពីវិធីធ្វើសម្លសាឡាត់ណាសម្លសាឡាត់នេះខ្ញុំយកពងទាចំនួន9គ្រាប់ណាហើយខ្ញុំថែមអំបិលចូលបន្តិចមកហើយខ្ញុំដាក់ម្សៅស៊ុបបន្តិចរួចហើយខ្ញុំវាយពងនឹងឲ្យវាបែកសិនណានេះអញ្ចឹងខ្ញុំកូរពងទាជាមួយនឹងអំបិលបន្តិចហ្នឹងឲ្យវាបែកគ្នាប៉ុណ្្នឹងណាឲ្យវាបែកប៉ុណ្្នឹងបានហើយអញ្ចឹងខ្ញុំចាប់ដើមច្រកចូលជាមួយនឹងពោះវៀនជ្រូកណាអញ្ចឹងបន្ទាប់មកគឺខ្ញុំយកពោះវៀនជ្រូកណានេះខ្ញុំយកពោះវៀនជ្រូកដែលគេធ្វើសាច់ក្រកយើងយកវាមកហើយយើងចងវាយើងចង់វានេះមកយើងចង់វាឲ្យជាប់មកអញ្ចឹងបន្តមកគឺខ្ញុំច្រកវាយើងដាក់ពោះវៀនជ្រូកចូលក្នុងនេះមករួចហើយខ្ញុំចាក់ចូលក្នុងនេះហ្នឹងនេះយើងចាក់ចូលប៉ុណ្្នឹងមកនេះបន្តមកយើងច្រកវាចូលក្នុងនឹងហើយយើងអត់ដាក់វាពេញទេយើងទុកវាបន្លោះវាប៉ុណ្្នឹងទុកឲ្យវារីកនៅពេលយើងស្ងោរអញ្ចឹងទៅវានឹងរីកមៀតណាអញ្ចឹងទៅយើងដាក់វាកុំឲ្យពេញពេកអញ្ចឹងខ្ញុំចងវាប៉ុណ្្នឹងណាបន្តមកខ្ញុំចងវារួចហើយខ្ញុំយកវាទៅស្ងោរយើងដាក់ភ្លើងតិចតិចកុំឲ្យដាក់ភ្លើងខ្លាំងពេកនេះបន្តមកទៀតគឺខ្ញុំយកវាមកស្ងោរនោះខ្ញុំដាក់ភ្លើងតិចតិចទេខ្ញុំមកដាក់ភ្លើងខ្លាំងមកដាក់ភ្លើងខ្លាំងពេកវានឹងប្រេះពោះវៀនណាបន្ទាប់ពីយើងស្ងោរជាមួយនឹងពងរួចយើងទុកវាយើងស្ងោរភ្លើងតិចតិចឥឡូវនឹងវាបានឆ្អិនហើយអញ្ចឹងយើងចាប់ផ្ដើមកាត់វាកាត់វាប៉ុណ្ណេះមកប្រហែលជាមហ៊ុនណារួចហើយត្រង់នេះយើងពុះវាជា4អញ្ចឹងណាយើងពុះវាប៉ុណ្ណឹងមកនៅពេលដែលយើងស្ងោរហើយវានឹងចាប់ផ្ដើមប្រេះជា4ណានេះបែកគោខ្ញុំយកចំនួន4មើមខ្ញុំហាន់វារាងច្រវាមូលបែបហ្នឹងណាហើយការ៉ុតវិញចំនួន1មើមហើយខ្ញុំហាន់វាច្រវាមូលដូចគ្នាដែរហើយខ្ទឹមបារាំងវិញគឺខ្ញុំយកចំនួន1មើមហើយហាន់វាតែសៃល្អិតបែបហ្នឹងណាទាំងសាច់ជ្រូកវិញគឺខ្ញុំដាក់ថ្លើមជ្រូកលំពេងហើយនឹងឆ្អឹងចានីជ្រូកណាបន្ទាប់មកគឺខ្ញុំដាក់ឆ្នាំងហើយខ្ញុំដាក់ប្រេងសណ្តែកចូលបន្តិចរួចហើយខ្ញុំដាក់ខ្ទឹមបំពងយើងបំពងខ្ទឹមឲ្យឡើងឈ្ងុយសិនយើងបំពងខ្ទឹមសឲ្យឈ្ងុយសិនចឹងបន្ទាប់ពីខ្ទឹមវាឡើងពងកាឡាបហើយគឺយើងដាក់ស្ករចូលបន្តិចមកដាក់ទឹកត្រីចូលបន្តិចហើយយើងដាក់សាច់ជ្រូកយើងចូលឆ្អឹងជំនីជ្រូកនេះគឺខ្ញុំយកវាទៅស្រោះពី3ទឹករួចហើយយើងទុកឲ្យវាចូលជាតិបន្តិចសិន
ចឹងបន្ទាប់មកគឺខ្ញុំដាក់ទឹកចូលណាហើយខ្ញុំដាក់អំបិលចូលបន្តិចចូលជាតិគ្នាសិនណាយើងរំងាស់ឲ្យវាចូលជាតិគ្នាសិនអញ្ចឹងបន្ទាប់ពីសាច់វាផុយហើយខ្ញុំដាក់ប៉ែតគោះហើយនឹងការ៉ុតចូលណាហើយយើងកូរវាចូលគ្នាទៅរួចហើយយើងរំងាស់វាឲ្យប៉ែតគោះនិងការ៉ុតវាផុយបន្តិចសិនបន្ទាប់ពីប៉ែតគោះហើយនឹងការ៉ុតនឹងវាផុយហើយចឹងខ្ញុំដាក់ពងចូលណាខ្ញុំដាក់ពងចូលហើយរួចហើយខ្ញុំដាក់ម្សៅស៊ុបចូលបន្តិចរួចហើយខ្ញុំដាក់ខ្ទឹមបារាំងចូលណាយើងកូរវាទៅឲ្យវាពុះបន្តិចសិនអញ្ចឹងបន្ទាប់មកខ្ញុំដាក់ម្រេចចូលបន្តិចណាហើយដាក់ដើមស្លឹកខ្ទឹមចូលហើយយើងភ្លក់មើលល្មមតាមចំណូលចិត្តយើងគឺជាការឆ្នៃចឹងយើងភ្លក់មើលតាមចំណូលចិត្តយើងឥឡូវសម្លសម្លឹកឬក៏សម្លពងយើងគឺរាល់ហើយ